ផ្អែកតាមទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងបានឲ្យដឹងថាទាហានកូរ៉េខាងជើងប្រហែល600នាក់បានស្លាប់បាត់បង់ជីវិតព្រោះតែជួយរុស្ស៊ីច្បាំងអ៊ុយក្រែនក្នុងចំណោមទាហានសរុប 15,000 នាក់មកទល់ពេលនេះកូរ៉េខាងជើងមានទាហានស្លាប់និងរបួសសរុបខ្ទង់ 4,700 នាក់ទោះជាយ៉ាងណាសមត្ថភាពប្រយុទ្ធរបស់កងទ័ពកូរ៉េខាងជើងបានរីកចម្រើនយ៉ាងខ្លាំងក្នុងពេលជាង6ខែពិសេសការប្រើប្រាស់សភាវុធទំនើបដូចជាយន្តហោះដ្រូនពិឃាតនេះបើតាមប្រភពពីសមាជិកសភាកូរ៉េខាងត្បូងលោកលីសឹងវុនប្រភពដដែលបានឲ្យដឹងទៀតថាជាការតបស្នងសម្រាប់ការបញ្ជូនកងទ័ពនិងអាវុធឲ្យទៅរុស្ស៊ីនោះកូរ៉េខាងជើងទំនងជាទទួលបានមកវិញនៅជំនួយបច្ចេកទេសស្ដីពីផ្កាយរណបស៊ើបការព្រមទាំងយន្តហោះដ្រូននិងមីស៊ីលប្រឆាំងយន្តហោះចម្បាំងជាដើមក្នុងសប្តាហ៍នេះកូរ៉េខាងជើងក៏ទើបប្រកាសទទួលស្គាល់ជាលើកដំបូងថាខ្លួនពិតជាបានបញ្ជូនកងទ័ពទៅជួយរុស្ស៊ីច្បាំងក្នុងសង្គ្រាមជាមួយអ៊ុយក្រែនក្រោមបញ្ជារបស់លោកគីមចុងអ៊ុនផ្ទាល់